វេទិកាដ៏មហារញ៉េរញ៉ៃម្ដងទៀតហើយបងប្អូនយ៉ាគឺគ្មានអីទេយើងមកធ្វើការ៉េមញ៉ាំដោយសារតែប្រហែលថ្ងៃហ្នឹងអាកាសធាតុវាមើលទៅយ៉ាប់ពេកបងប្អូនអើយក្តៅគឺក្តៅចង់បាច់លលាក្បាលតែម្ដងអញ្ចឹងហើយយើងក៏នឹកឃើញនៅវិធីមួយដើម្បីបំបត្តិភាពក្តៅយើងទៅធ្វើការ៉េមញ៉ាំទាំងអស់គ្នាហើយនេះក៏ជាសកម្មភាពដែលស្រីស្អាតរបស់យើងនឹងក៏ចាប់ផ្ដើមផ្សំគ្រឿងគ្រប់មុខមានស្ករអំបិលប៊ីចេងហេមែនទេបងប្អូននិយាយលេងទេមានទឹកដោះគោខុនឡាតសយហើយទឹកដោះគោខាប់មាននំហើយលើកនេះខ្ញុំអត់ដាក់ស្ទីងទេខ្ញុំអត់ត្រូវការរសជាតិស្ទីងទេលើកនេះខ្ញុំចង់ដាក់ទឹកសេរ៉ូព្រោះអីទឹកសេរ៉ូខ្ញុំនៅមានអញ្ចឹងណាអញ្ចឹងក៏ខ្ញុំយកទឹកសេរ៉ូនឹងយកមកប្រើធ្វើជាការ៉េមនឹងតែម្ដងទៅកុំឲ្យបាក់ហត់ទីងស្ទីងទៀតណាមួយយើងចង់ប្លែករសជាតិនេះដំបងគឺថាចង់ដាក់ពណ៌លឿងប៉ុន្តែវាសយអីពណ៌លឿងនឹងនៅសល់តាន់ទីចឹងក៏វាយកំណត់តែដាក់ពណ៌ក្រហមអញ្ចឹងពណ៌ក្រហមពណ៌លឿងលាយចូលគ្នាមានអីបងប្អូនវាមានរសជាតិជូរអែមអាពណ៌លឿងនឹងវាជូរអែមរសជាតិម្នាស់ហើយយើងថែមអាពណ៌ក្រហមនឹងទៅឈ្ងុយបើសិនជាយើងដាក់ពណ៌លឿងមើលទៅក៏វាមិនសូវឆ្ងាញ់ដែរប៉ុន្តែដោយសារយើងថែមពណ៌ក្រហមមើលទៅឆ្ងាញ់អែមហ្មងរីហើយយើងលីគ្រឿងរីហើយយើងក៏មកលីទឹកកកលីអីដាក់ឲ្យវាសប់ចូលគ្នាអញ្ចឹងហើយយើងក៏ចាប់ផ្ដើមដាក់ការ៉េមយើងកូរមកកូរពុបបាប់កូរចុះកូរឡើងមើលទៅស្រីស្អាតយើងកូរដឹងតែការ៉េមហ្នឹងឆ្ងាញ់ហ្មងហើយពួកអីប្រហែលថ្ងៃហ្នឹងវាក្តៅអញ្ចឹងយើងត្រូវការរបស់តិចយកមកពៅរាងកាយបនយើងឥឡូវគឺថាការ៉េមបនយើងហ្នឹងវាចាប់ផ្ដើមក៏បណ្ដាឲ្យពុកម៉ែបងប្អូនព្រោះស្រីស្អាតយើងគាត់មិនមានញឹកខ្លាំងគាត់កូរចុះកូរឡើងដើម្បីឲ្យការ៉េមនឹងវាឆាប់បានយកមកញ៉ាំអញ្ចឹងតាំងអ្នកឈោមើលតាំងអ្នកថតកាមេរ៉ាមែនអីហើយនឹងអ្នកធ្វើអីហ្នឹងគឺថាឃ្លានទាំងអស់គ្នាពុកម៉ែបងប្អូនឃើញតែអញ្ចឹងណាប៉ុន្តែអ្នកឈោមើលតាមនឹងឡើងទៅរៀបហ្មងដោយសារតែការ៉េមវគ្គមុនហ្នឹងខ្ញុំធ្វើដែរប៉ុន្តែអត់បានប្រាប់អ្នកណាគេទេធ្វើនៅក្នុងផ្ទះស្ងាត់អញ្ចឹងតែលើកនេះអត់ទេអត់ធ្វើស្ងាត់ទៀតទេលើកយកមកដាក់នៅមុខផ្ទះអញ្ចឹងហ្មងដាក់ហាលវាអញ្ចឹងហ្មងអញ្ចឹងអ្នកណាគេមកក៏គេឃើញអញ្ចឹងគេឆ្ងល់ថាដាក់អញ្ចឹងអាចធ្វើការ៉េមកើតដែរអត់មិនពួកអីធ្លាប់ធ្វើម្ដងហើយអញ្ចឹងនិយាយថាអត់កើតមិនកើតយាយព្រោះធ្លាប់ធ្វើម្ដងហើយចាំមើលតលទ្ធផលហើយហ្នឹងហើយយើងគុំនិយាយបោះបាច់ច្រើនពេកឥឡូវងាកមកមើលការ៉េមយើងថាវាកកដល់កម្រិតណាហើយវាកកបានប្រហែលជា60ទៅ70%ឯពុកម៉ែបងប្អូនប៉ុណ្នេះគិតថាបន្តិចទៀតនឹងចិត្តបានសម្រេចហើយពួកអីតកកយើងនឹងក៏វាចាប់ផ្ដើមរលីណាស់ដែរវាក្តៅពេកដោយសារតែអាកាសធាតុក្តៅពេកមើលតែតកកទៅថែមរហូតពុកម៉ែបងប្អូនតកកយើងនឹងថែមរហូតថែមឡើង2 3ដងថែមអំបិលផងថែមតកកផងវាមុនខ្ញុំធ្វើអត់សូវចុះតកកច្រើនហ្មងទេព្រោះកាលហ្នឹងវានៅតិចដល់លើកនេះមានណាដាក់តកកទៅគ្មានជ្រាបបន្តិចទេគ្រាន់តែមួយផ្លែតហ្នឹងថែមតកកឡើង2 3ដងហើយថែមអំបិលផងថែមតកកផងត្រឹមតែបានការ៉េមប៉ុណ្ណឹងបងប្អូនត្រឹមតែបានឃើញសមិទ្ធផលហ្នឹងថៃរហូតព្រោះអីវាក្តៅពេកហើយឥឡូវការ៉េមយើងក៏ចាប់ផ្ដើមកកហើយតែវាអត់តន់កកល្អទេបងម៉ែបងប្អូនដោយសារតែតកកយើងវាអស់តែក៏មិនអីទេព្រោះថាបើសិនជាឲ្យកូរទៅមុខទៀតក៏កូរទៅមិនរួចដែរដោយសារតែអ្នកធ្វើនឹងក៏ឈ្ងុយអាក្លិនការ៉េមនឹងពេកវាមានក្លិននំផងក្លិនទឹកដោះគោផងក្លិនទឹកសេរ៉ូផងវាចូលគ្នាអញ្ចឹងទៅពេលវាកកអញ្ចឹងទៅវាឈ្ងុយអញ្ចឹងមួយចាប់ដើមឃ្លានហើយណាមួយឃើញការ៉េមវាកកអញ្ចឹងទៀតទុបអារម្មណ៍មិនបានចាប់ផ្ដើមដួសដាក់ចានមកដើម្បីបានញ៉ាំទាំងអស់គ្នាឥឡូវការ៉េមយើងគឺបានរួចរាល់ជាស្ថាពរហើយពុកម៉ែបងប្អូនមិនដែរ